ស្ងោរជ្រក់ឆ្អឹងជំនីជ្រូកជាមួយទឹកប្រហុកមួយមុខនេះមើលទៅរៀងប្លែកតែប៉ុន្តែរសជាតិរបស់គេនឹងគឺឆ្ងាញ់ខ្លាំងមែនទែនហ្មងជាពិសេសទឹកសម្លគឺថាមួយឆ្នាំងនឹងសឹងតែថាហត់អស់ម្នាក់ឯងហើយបើថារបៀបធ្វើវិញអត់មានអីញញ៉ៃច្រើនទេបងប្អូនងាយហើយគ្រឿងផ្សំក៏អត់មានអីញញ៉ៃច្រើនដែរដំបូងគេនឹងគឺយើងមានជាឆ្អឹងជំនីជ្រូកយើងកាប់ជាដុំលាងទឹកឲ្យស្អាតហើយគឺខ្ញុំស្រុះជាមួយទឹកពុះអានេះបើសិនជាបងប្អូនចង់ស្រុះក៏បានឬក៏អត់ក៏បានដែរយើងស្រុះអញ្ចឹងទៅដើម្បីឲ្យទឹកសម្លរបស់យើងថ្លាល្អហើយវាអត់មានក្លិនទៀតក្នុងកំឡុងពេលដែលយើងដាក់ដាំទឹកចោលសិនហ្នឹងយើងមករៀបចំគ្រឿងផ្សេងៗទៀតឲ្យហើយមកដែលយើងមានដូចជាគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចខ្ទឹមសម្ទេសអីហ្នឹងសម្រាប់គល់ស្លឹកគ្រៃគឺខ្ញុំប្រើចំនួន3គល់យើងហាន់វាជាប្រទេសរាងស្ដើងរំដេងម្ដុំតូចមួយមកខ្ទឹមស4-5កាពើស្លឹកក្រូចសើចបន្តិចហើយនេះគឺជីសម្រាប់យើងដាក់បង់បងប្អូនខ្ញុំហាន់ទុកឲ្យហើយមានដូចជាជីវ៉ាន់ស៊ុយស្លឹកខ្ទឹមអីហ្នឹងក្រូចឆ្មាអីហ្នឹងយើងហាន់ទុកម្ដុំមកបន្ទាប់ពីទឹកពុះហើយចាំយើងដាក់គ្រឿងកាត់ក្លិនចូលមានដូចជាគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចខ្ទឹមសហើយយើងដាក់ឆ្អឹងជំនីជ្រូកចូលជាមួយគ្នាមកអានេះគឺរីជីវ៉ាន់ស៊ុយដែលយើងនៅសល់ហ្នឹងហើយបើសិនជាបងប្អូនមានស្រាចិនយើងដាក់បន្តិចមកដើម្បីឲ្យឆ្អឹងជំនីជ្រូករបស់យើងឆាប់ផុយល្អវាជួយកាត់ក្លិនទៀតបន្ទាប់មកគឺខ្ញុំដាក់ទឹកប្រហុកចំនួន1កូនវែកម្សៅស៊ុប1ស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេស្ករកន្លះស្លាបព្រាបាយអំបិលមួយចឹបហើយនឹងអានេះគឺជាប្រេងម្ទេសអានឹងយើងដាក់ដើម្បីកាត់ក្លិនណាមួយគឺវាមានពណ៌ស្អាតទៀតបើចាបងប្អូនស្រាចិនដាក់ក៏បានអត់ក៏បានទេណាប៉ុន្តែទឹកប្រហុកគឺត្រូវតែដាក់ហ្មងទឹកប្រហុកគឺយើងមើលដែរបើសិនជាទឹកប្រហុកនឹងរាងប្រៃបងប្អូនដាក់បន្តិចបានហើយប៉ុន្តែដោយសារតែនេះខ្ញុំធ្វើខ្លួនឯងវាអត់សូវប្រៃទេបងប្អូនហើយឆ្អឹងជំនីជ្រូកហ្នឹងយើងរំងាស់ឲ្យវាផុយសិនមកណាបងប្អូនផាជាខ្ទង់20នាទីទៅ30នាទីអីសិនទៅចាំយើងដាក់ផ្សិតចូលជាមួយនឹងម្ទេសហើយចាំបងប្អូនភ្លក់មើលហើយថែមថយគ្រឿងបានតាមចំណង់ចំណូលចិត្តសម្រាប់ខ្ញុំដោយសារទឹកប្រហុកនេះវាអត់សូវប្រៃអញ្ចឹងណាបងប្អូនចឹងហើយខ្ញុំថែមទឹកត្រីបន្តិចអំបិលមួយចឹបហើយចុងក្រោយគេហ្នឹងគឺខ្ញុំបន្ថែមម្ទេសហុយដោយសារតែខ្ញុំរៀងចូលចិត្តហឹរដែរប៉ុន្តែបើសិនជាបងប្អូនអត់ចូលចិត្តហឹរទេមិនបាច់ដាក់ទេតែប៉ុណ្្នឹងមកសម្លស្ងោរជ្រក់ឆ្អឹងជំនីជ្រូករបស់យើងគឺរួចរាល់យើងអាចដួសយកទៅញ៉ាំបានហើយសម្លរបស់យើងនេះគឺខ្ញុំអត់យកប្រៃពេកទេណាបងប្អូនយករៀងសាបមកល្មមផ្អែមមកល្មមអញ្ចឹងទៅបន្ទាប់ពីយើងដួសដាក់ចានហើយបងប្អូនរោយជីវ៉ាន់ស៊ុយជាមួយស្លឹកខ្ទឹមជាណាអីក៏បានដែរហើយចាំបាច់ក្រូចឆ្មាចូលមួយចំណិតពីរចំណិតទៅកូរច្របល់វាឲ្យចូលជាតិគ្នាបងប្អូនភ្លក់មើលចង់ជូរប៉ុណ្ណាយើងថែមថយតាមនឹងទៅសម្រាប់សឡមួយមុខនេះបើសិនជាបងប្អូនណាចូលចិត្តហឹរគឺដឹងតែត្រូវហ្មងយើងញិកម្ទេសថែមឲ្យហឹរឬក៏ដាក់ម្ទេសហុយបងប្អូនកាន់តែហឹរគឺកាន់តែឆ្ងាញ់សម្រាប់ខ្ញុំមកគឺចូលចិត្តហឹរហ្មងហើយឆ្អឹងជំនីជ្រូកវិញយើងធ្វើម៉េចរំងាស់ឲ្យបានផុយល្អមកណាបងប្អូននិយាយទៅអានេះគឺផុយស្រួលញ៉ាំហ្មងហើយសឡមួយមុខនេះទឹកសឡគឺមានជាតិខ្លាំងមែនតើបងប្អូននិយាយទៅយើងហត់ទៅរបៀបដូចទឹកស៊ុបអញ្ចឹងណានិយាយទៅមួយមុខនឹងធានាថាបងប្អូនធ្វើញ៉ាំហើយគឺដឹងតែចូលចិត្តដូចខ្ញុំអញ្ចឹងហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ